បុកបង្គាជាមួយអំពិលខ្ចីបាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយមកបង្ហាញពុកម៉ែបងប្អូនទាំងគ្នាពីវិធីនៃការបុកបង្គាជាមួយនឹងអំពិលខ្ចីជាមួយនឹងសណ្តែកគូបាទមុខម្ហូបនេះសម្រាប់បងប្រុសដែលគាត់ចូលចិត្តបាទក្លែមបាទយើងអាចធ្វើជាម្ហូបក្លែមឬក៏អាចធ្វើជាម្ហូបដែលហូបជាមួយបាយក៏បានដែរបាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងទៅមើលពីការធ្វើរបៀបបុកបាទអំពិលខ្ចីជាមួយនឹងបង្គាសណ្តែកគួរទាំងអស់គ្នាបាទបុកបង្គាអំពិលខ្ចីនេះយើងមានបន្លែមួយចំនួនដែរទៅតាមចំណង់ចំណូលចិត្តដែរអានេះយើងមានស្ពៃបាទបូកគោហើយយើងមានសណ្តែកគួរយើងមានជីរណាហើយមានជីក្រុមមុខបាទហើយសម្រាប់បង្គាគឺយើងបកវាហើយយើងមានតែបាទឫស្សីមួយសម្រាប់ដកយកបាទពោះរបស់វាណាបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមបុកដាក់អំពិលបាទអំពិលយើងវាយគ្រាប់វាចេញទៅសារអំពិលវារាងចាស់អញ្ចឹងបងប្អូនបាទយើងមានអំពិលខ្ចីអត់អីទេយើងអាចបុកវាទាំងមូលណាបាទយើងមានដាក់ប្រហុកបាទយើងមានដាក់សណ្តែកដីបាទស្ករប៊ីចេងហ្នឹងទៅបងប្អូនបាទហើយយើងដាក់ស្ករត្នោតបាទដាក់ស្ករត្នោតវាឆ្ងាញ់ជាងស្ករសដោយសារតែវាមានជាតិឈ្ងុយណាហើយឥឡូវយើងដាក់សណ្តែកគួរយើងបុកវាឲ្យបែកទៅបងប្អូនបាទយើងហាន់វាខ្លីៗអញ្ចឹងមកហើយសម្រាប់បាទការបុកនេះបងប្អូនបុកតសណ្តែកគួរឲ្យម៉ត់មកហើយយើងដាក់ម្ទេសចូលហើយសម្រាប់បន្លែជីគឺយើងអត់បុកវាទេបងប្អូនបើសិនជាយើងបុកវាអាចខ្ទេចណាអញ្ចឹងយើងគ្រាន់តែកូរវាយកវាកូរវាមកបាទកូរឲ្យវាស្ពបជាមួយនឹងបាទគ្រឿងដែលយើងបុកអំពិលជាមួយនឹងសណ្តែកគួរណាហើយយើងធ្វើការដាក់បង្គាបករបស់យើងនឹងចូលជាការស្រេចហើយបងប្អូនហើយបើសិនជាបងប្អូនចង់បានរសជាតិរាងជូរដិតបន្តិចអាចដាក់បន្ថែមជាមួយនឹងក្រូចឆ្មាបន្ថែមទៀតក៏បានដែរបាទឥឡូវម្ហូបរបស់យើងរួចរាល់ហើយបងប្អូនយើងអាចដួសញ៉ាំបានហើយសម្រាប់រសជាតិខ្ញុំធានាឲ្យបងប្អូនគឺឆ្ងាញ់បាទប្លែកបើយើងបុកពឹសម្យ៉ាងប៉ុន្តែបើសិនជាយើងបុកគាវាឆ្ងាញ់ជាងកំពឹសទៀតដោយសារតែវាបាទវាធំណាបាទអញ្ចឹងវាឆ្ងាញ់ជាងកំពឹសបាទអញ្ចឹងបងប្អូនអាចបាទសាកធ្វើតាមទាំងអស់គ្នាបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទបើសិនជាបងប្អូនពេញចិត្តបាទសូមជួយចុច Subscribe ក៏ដូចជាចុចបាទ Like Page ម្នាក់មួយផងដែរបាទសូមអរគុណ